ឆ្នាំ2026ចង់ប្រើតែ up លើកដំបូង Pay Affirmation recommend 3 ក្លិនហើយកុំភ័យនៅក្នុង3ហ្នឹងអត់មាន Dear Support ទេតែ up ទី1 Dylan Blue មកពី brand Versace តែ up នេះគឺស័ក្តិសមមែនទែនសម្រាប់អ្នកគេដែលចាប់ផ្ដើមប្រើតែ up លើកដំបូងដោយសារតែក្លិនវាគឺអត់ស្រស់ស្រាយពេកហើយក៏អត់ធ្ងន់ពេកដែរតែ up នេះពេលបាញ់ដំបូងក្លិនឈ្ងុយបែបខូចលាយជាមួយនឹងក្លិនទឹកហឹរបែបម្រេចលាយជាមួយនឹងក្លិនឈើតិចតួចហើយនឹងក្លិន mask និយាយទៅតាក់ទាញខ្លាំងមែនទែនហើយបែប masculine មានភាពជាបរិសុទ្ធតែម្ដងតែ up ទី2 Monk Blanc Legend Spirit តែ up នេះគឺឈ្ងុយមែនទែនបាញ់ដំបូងបែបរៀងក្អូបឈ្ងុយខូចៗលាយជាមួយនឹងក្លិនទឹកក្អូបផ្អែមផ្កា lavender ហើយនឹងក្លិន musk និយាយទៅក្លិននេះគឺបែបរៀងសតូនបើប្រៀបប្រដូចជាមួយនឹងមនុស្សគឺមនុស្សមួយដែល romantic មនុស្សមួយដែលចូលចិត្តនិយាយសម្ដីផ្អែមនិយាយទៅគឺសុភាពបរិសុទ្ធតែម្ដង up ទី3ហ្នឹងគឺ Davidoff Cool Water Intense សម្រាប់អានេះគឺវាអត់សូវស្រស់ស្រាយទេប៉ុន្តែវាមានក្លិនមួយបែបរៀងតាក់ទាញចឹងមកម៉ត់ចត់ផ្អែម vanilla លាយជាមួយនឹងក្លិនខូចក្លិន amber ឈ្ងុយនិយាយទៅក្លិននេះបែបរៀងច្បាស់លាស់ហ่ะចឹងមកបែបមនុស្សធំម៉ត់ចត់ serious តែម្ដងអានេះក្លិនដូចក្លិនថ្លៃចឹងដូច boss គេไปអាវតណយចឹងមកអំណាចមែនតើសំខាន់អានេះគឺធូរថ្លៃមហាធូរថ្លៃឯង100 ml តម្លៃវាអត់ដល់$50ទេអូខេចឹងសម្រាប់បងអូនណាដែលគាត់ចាប់អារម្មណ៍ជាមួយនឹងតអប់3នេះអាចតតង Page Affirmation បាន